បាទសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយពិសេសបងអ្នកចូលមកថ្មីថ្ងៃនេះខ្ញុំចង់ចែកម្លែកបទពិសោធន៍សម្រាប់ការធ្វើទ្រង់2ជាន់របស់ខ្ញុំទ្រង់2ជាន់នេះនិយាយទៅទ្រង់2ជាន់ខ្ញុំនេះវាមានយើងថាថា4បន្ទប់ចាស់អញ្ចឹងតឹង1.2 ម៉ែត្របដោយវា6 ម៉ែត្រខ្ញុំខណ្ឌជា2បន្ទប់ខាងលើ2បន្ទប់ខាងក្រោមហើយបាតសំណាញ់នៃខ្ញុំនេះគឺខ្ញុំក្រាលនេះក្រាលដៃនេះមួយជាន់ហើយនឹងសំណាញ់នេះមួយជាន់ទៀតគឺយើងធ្វើបែបនេះបើយើងនិយាយទៅគឺវាធន់យើងអាចប្រើបានរាប់ឆ្នាំណាការធ្វើទ្រង់ខ្ញុំមិនមែនទាមទារឲ្យធ្វើដូចខ្ញុំទាំងអស់ទេយើងធ្វើតាមលទ្ធភាពទៅបើសិនជាយើងអាចមានលទ្ធភាពក៏យើងអាចធ្វើអញ្ចេះក៏ល្អដែរប្រើ 4-10 ឆ្នាំក៏វាមិនតានដែរទ្រង់ប្រភេទអញ្ចឹងហើយទ្រង់នេះនិយាយទៅពីជាន់លើនេះពីជាន់លើមកដល់ត្រឹមនេះហ្នឹងគឺវាកម្ពស់វា6 ទឹកហើយនេះកន្លែងហៅតែអាចវាណានេះតែអាចវានេះកម្ពស់ពីបាតខាងលើហើយមកដល់ខាងលើខាងលើជាន់ទី1គឺកម្ពស់វា2 ទឹកហើយពីកម្ពស់ខាងលើនេះមកដល់ជាន់ខាងនេះគឺវា6 ទឹកអញ្ចឹងសាច់ទ្រង់ពីមួយជាន់ទៅមួយជាន់គឺវាមានកម្ពស់6 ទឹកហើយបាតទ្រង់ដល់ស៊ីម៉ងនេះកម្ពស់វា3 ទឹកហ្នឹងហើយបងប្អូនទាំងអស់គ្នាហ្នឹងអរគុណច្រើន